រឿងកំហឹងកូនប្រសាស្រីភាគទី3បន្ទាប់ពីពិភាក្សាគ្នារួចម្ដាយក្មេករបស់តួស្រីក៏បានដើរចូលមកក៏ចាំពេលដែលតួស្រីនឹងកំពុងតែឈរអោបគ្នាជាមួយនឹងគ្រូពេទ្យពេលនោះគាត់បាននិយាយថាពិតជាថោកទាបខ្លាំងណាស់ប្តីស្លាប់បន្ទាន់បានប្រហែលផងហ៊ានអោបប្រុសនៅក្នុងមុខប្តីទៀតលោកគ្រូពេទ្យក៏បាននិយាយថាត្រូវការថ្នាំរងាប់អារម្មណ៍ទេនៅពេលនោះម្នាក់ទៀតនឹងក៏បាននិយាយថាមិនបាច់នោះទេខ្ញុំត្រូវការរៀបចំសាកសពដើម្បីយកទៅធ្វើបុណ្យនៅពេលនោះពួកគេក៏បានយកសាកសពចេញទៅតួប្រុសតួស្រីយើងក៏បែកគ្នាដូចធម្មតានិយាយពីក្នុងពិធីបុណ្យនោះវិញពេលនេះណាខ្មោចប្តីរបស់នាងកំពុងតែក្រអង្គុយនិយាយជាមួយនឹងម្ដាយគេហើយនឹងសហាយគេកំពុងតែពិភាក្សាគ្នារឿងលុយ$10 លានពីព្រោះថាបើសិនជាប្តីរបស់នាងបានស្លាប់ទៅហើយនេះគេនឹងបានសំណងប្រាក់$10 លានហើយពេលនោះនៅពេលដែលគេបញ្ចូលលុយនៅក្នុងធនាគារពេលណាពួកគេនឹងបានលុយនោះយកមកចាយបានយ៉ាងស្រួលហើយម្ដាយរបស់គេក៏បាននិយាយថាកូនប្រុសកូនក្រាន់តែដេកទៅកូននឹងអាចបាន$10 លានយ៉ាងម៉េចដែរមិនអីនោះទេពេលដែលបងចេញមកវិញបងប្រកាសជាមានអ្វីគ្រប់យ៉ាងនៅពេលនោះពួកគេក៏បានរៀបចំផែនការមួយក្រាន់តែមិត្តស្រីឡូឡូក៏ធ្វើឲ្យអារម្មណ៍គេរំជើបរំជួលដែរពេលនោះគេបានយកដៃទៅអង្អែលគូតរបស់ស្រីគេហើយពេលនោះគេបាននិយាយថាចាំចេញមកវិញបងប្រកាសជាមានអ្វីគ្រប់យ៉ាងនេះគឺជាកូនសោសម្រាប់ចេញទ្វារក្រោយនៅពេលដែលបងចាក់ហើយអូនហើយនឹងម៉ាក់នៅចាំទទួលបងខាងក្រោយបន្ទាប់ពីគេបានទទួលកូនសោរួចហើយគេក៏បានកេងធ្វើជាសាកសពដូចធម្មតាខណៈនោះតួស្រីរបស់យើងក៏បានចូលមកមុខឡើងកំសត់តែម្ដងដោយសារតែឃើញពួកអ្នកទាំងពីរហ្នឹងកំពុងតែធ្វើសោកសៅផងតួស្រីរបស់យើងក៏បានចូលទៅសម្ដែងឲ្យសមនឹងទម្រាំងនោះតែម្ដងនៅពេលនោះគេបាននិយាយថាប្តីសម្លាញ់ហេតុអីបានជាបងចាក់ចោលអូនទាំងដែលអូននឹងនៅស្រឡាញ់បងឃើញតួស្រីកំសត់បែបនេះម្ដាយក្មេកមានទឹកចិត្តញញឹមញញែមហើយចំណែកឯបុគ្គលិកនៅខាងក្រៅនេះវិញកំពុងតែនិយាយដើរឲ្យលន់តែម្ដងពីព្រោះគេបានដឹងសភាពការថានឹងមានការសម្ដែងមួយនៅក្នុងមន្ទីរពេទ្យនេះតួប្រុសរបស់យើងណាស្ដាប់ឮហើយពិតជាមិនសប្បាយចិត្តនោះទេដោយគេដឹងថានៅក្នុងក្រុមហ៊ុនរបស់តួស្រីបើសិនជាតួស្រីហ៊ានតែសញ្ញេមកខ្វាច់ទ្រព្យសម្បត្តិទាំងអស់នឹងធ្លាក់ទៅលើដៃម្ដាយក្មេករបស់គេទាំងអស់ក្រាន់តែឮហើយតួប្រុសរបស់យើងក៏បានចាក់ចេញទៅនៅពេលនោះកន្លែងបូជាសាកសពហ្នឹងណាសង្សាររបស់តួប្រុសកំពុងតែលួងលោមតួស្រីយើងថាប្តីរបស់អ្នកបានស្លាប់ទៅហើយនៅពេលនេះអ្នកក្រាន់តែសញ្ញេលើឯកសារមួយចំនួនអ្នកនឹងអាចទទួលប្រាក់សំណងយ៉ាងសន្ធឹកសន្ធាប់អាចខ្លាយទៅជាមហាសេដ្ឋីទៀតផងពីព្រោះគាត់បានប្រាប់ខ្ញុំយ៉ាងច្បាស់មុនពេលដែលគាត់ស្លាប់ទៅហើយតួស្រីរបស់យើងបានសម្លឹងមើលមុខប្តីព្រមទាំងគិតថាគេកំពុងតែរៀបកលល្បិចអីទៀតហើយទេតួស្រីរបស់យើងអត់ទាន់បានឆ្លើយតបអីទាំងអស់នៅពេលដែលឮបែបនេះស្រាប់តែលោកគ្រូពេទ្យហ្វូក៏បានចូលមកដល់ហើយបាននិយាយថានាងមិនអាចសញ្ញេលើឯកសារនឹងបានទេជឿខ្ញុំទៅសិនរ៉ាន់នាងមិនអាចសញ្ញេលើឯកសារទាំងនោះបានទេស្រាប់តែពេលនោះម្ដាយក្មេកចិត្តខ្មៅក៏បានសែកជំទាវក្តែងថាឯងជាអ្នកណាឯងត្រឹមតែជាអ្នកដតីមកចេះដឹងអីរឿងគ្រួសាររបស់ខ្ញុំតួស្រីរបស់យើងអត់មាននិយាយអីមួយម៉ាត់នោះទេខណៈពេលដែលម្ដាយក្មេកកំពុងតែដៀលទៅតួប្រុសរបស់យើងថាគឺជាមនុស្សចង់មកតោងស៊ីទ្រព្យស្ត្រីមេម៉ាយហើយសូម្បីតែស្ត្រីនឹងក៏ដូចគ្នាដែរពិតជាឥតគេខ្មាស់មែនប្តីមិនទាន់បានបូជាផងនាងហ៊ានតាក់ទងគ្នាឥតគេខ្មាស់នៅពេលនោះតួប្រុសបាននិយាយថាជឿខ្ញុំទៅពួកគេគ្រាន់តែចង់បោកបញ្ឆោតនាងឲ្យចុះកិច្ចសន្យាតែប៉ុណ្ណោះហើយសម្បត្តិមរណភាពគឺជារបស់ខ្លាយពេលនោះម្ដាយក្មេករបស់តួស្រីយើងក៏បានស្រែកថាឯងនេះពិតជាអាក្រក់ខ្លាំងណាស់ចេះដឹងជ្រៀតជ្រែករឿងគ្រួសាររបស់យើងឯងចង់មួយបង្កាច់បង្ខូចកូនរបស់យើងដែលបានស្លាប់ទៅហើយយើងនៅបូជាឥឡូវនេះចាំមើលតើឯងជឿឬក៏មិនជឿខណៈពេលនោះតួស្រីរបស់យើងបានត្រឹមតែយំតែប៉ុណ្ណោះហើយចំណែកអ្នកដុតសាកសពក៏បានចូលមកដល់ដែរពេលនោះគេក៏បានចាប់ផ្ដើមរៀបចំសាកសពដើម្បីបញ្ចូលទៅក្នុងឡហើយចំណែកឯតួស្រីរបស់យើងក៏បាននិយាយទៅកាន់ម្ដាយក្មេករបស់គេថាខ្ញុំជឿលើអ្នកម៉ាក់ហើយទឹកមុខរបស់តួស្រីយើងពិតជាមើលទៅគួរឲ្យអាណិតខ្លាំងណាស់ដោយឡែកតែម្ដាយរបស់សាកសពនោះទេដែលធ្វើទឹកមុខឡើងញញឹមស្រស់ពព្រាយតែម្ដងនៅពេលនេះគាត់ជឿជាក់ថាកូនរបស់គាត់ប្រកាសជារួចខ្លួនហើយចំណែកម្ដាយរបស់គេក៏បាននិយាយកំហោកឲ្យតួស្រីរបស់យើងថាឯងនេះពិតជាមនុស្សល្ងង់ខ្លាំងណាស់ឯងចាញ់បោកគេហើយម្ដាយក្មេករបស់នាងរួមជាមួយនឹងយោយោបានធ្វើឲ្យតួស្រីរបស់យើងចុះហត្ថលេខាលើសម្បត្តិគេមរតកទាំងអស់ដោយមិនអាចឲ្យតួស្រីបាននោះទេហើយពេលនោះយោយោបាននិយាយទៅកាន់តួស្រីយើងយ៉ាងមានទំនុកចិត្តថាគេពិតជាឈ្នះហើយម្ដាយក្មេករបស់គេក៏ឈ្នះដែរអ្វីក៏ដោយគឺតួស្រីរបស់យើងគឺចាញ់ដោយគ្មានលក្ខខណ្ឌនៅពេលនោះតួស្រីរបស់យើងបាននិយាយថានាងក៏លេចមើលกระดาษនោះម្ដងទៀតទៅមើលតើជាឈ្មោះអ្នកណាពេលនោះគេបានឃើញគឺជាឈ្មោះរបស់យោយោគ្មានសិទ្ធិអ្វីទាំងអស់តួស្រីរបស់យើងបានបញ្យល់ថានេះដោយសារតែនាងមានទំនាក់ទំនងស្នេហាផិតក្បត់ជាមួយនឹងប្តីរបស់នាងតើបរឿងនេះបានកើតឡើង
តួស្រីរបស់យើងបានសើចចំអកអើយពេលនេះទ្រព្យសម្បត្តិក៏គ្មានហើយសំបីតែសាកសពក៏ដូចគ្នាដែរនៅពេលនោះតួស្រីរបស់យើងបាននិយាយថាខ្ញុំបានដឹងរឿងអស់ទៅហើយម៉ាក់ក្មេកហើយគេបានបង្ហាញកូនសោនឹងទៀតធ្វើឲ្យម្ដាយគេនឹងមានភាពស្លន់ស្លោយ៉ាងខ្លាំងដោយសារតែកូនរបស់គេនឹងនៅក្នុងមឈូសហើយចំណែកគេបានសួរថាតួស្រីយើងបានដោយរបៀបណាតាមពិតនៅពេលដែលតួស្រីរបស់យើងយំអោបសពនោះគេបានរាវលោកយករួចបាត់ទៅហើយគ្រាន់តែឃើញភ្លាមស្រាប់តែយោស្ទុះរត់ចូលទៅក្នុងផ្លេតតែម្ដងចំណែកចិនហាយដែលជាប្តីទូរយុទ្ធពេលដែលគេរុញចូលទៅក្នុងនោះហើយគ្មានសល់ចាក់ចេញនោះទេហើយពេលនោះម្ដាយរបស់គេក៏បានមកស្រែកប្រាប់ថាកុំតាន់ដុតអីកុំតាន់ដុតអីកូនរបស់ខ្ញុំមិនតាន់ស្លាប់ទេកូនរបស់ខ្ញុំមិនតាន់ស្លាប់ទេប៉ុន្តែអ្វីៗมันអាចទៅរួចនោះទេពីព្រោះថាតួស្រីរបស់យើងគឺអ្នកតបបញ្ជាដោយខ្លួនឯងតែម្ដង